សម្រាប់វីដេអូនេះពិសេសមែនទែនសម្រាប់អ្នកចូលចិត្តជីវិតក្នុងបាតសមុទ្រជាពិសេសគ្នាយើងអ្នកដែលមានបំណងចង់រៀនដើរវិញឃើញគេមុជទឹកបាតសមុទ្រអីខ្ញុំនឹងចែកម្លែកបទពិសោធន៍សម្រាប់គ្នាយើងថាអារម្មណ៍យើងចុះក្នុងបាតសមុទ្រនឹងបែបម៉េចហើយមានអីស្អាតខ្លះក្នុងសមុទ្រខ្មែរយើងអញ្ចឹងណាដោយសារតែនេះគឺជាការដើរវិញលើកទី1របស់ខ្ញុំបន្ទាប់ពីខ្ញុំបញ្ចប់ថ្នាក់សិក្សា Open Water ហើយអញ្ចឹងជាមួយខ្ញុំចែកម្លែកបទពិសោធន៍ខ្លះហើយក៏ដូចជាផ្តិតនៅទស្សនវិជ្ជាស្អាតនៅបាតសមុទ្រចែកជូនគ្នាយើងបានទស្សនាអញ្ចឹងណាហើយមកលើកនេះខ្ញុំទៅដើរវិញជាមួយនឹងខាងខ្មែរដៃគ្រូអញ្ចឹងខ្ញុំបង់លុយហើយគឺឯវ៉ាវ៉ាន់អីគេរៀបចំឲ្យយើងមកស្អាតហ្មងយើងទៅដល់យើងចាំតែពាក់ shoe ពាក់អីហើយទៅយើងឡើងចុះមួយហ្មងហើយនេះខ្ញុំរៀបចំចុះហើយតែមុនចុះអីយើងត្រូវ check up ឯវ៉ាវ៉ាន់មើលខ្យល់មើលអីផ្សេងមើលឯវ៉ាន់យើងថាវាដំណើរការអត់អីចឹងណាមុនយើងលោតចុះនៅក្នុងបាតសមុទ្រព្រោះជា safety សម្រាប់យើងដែរអញ្ចឹងសម្រាប់ការមុជទឹកនេះហ្មងអត់ទៅណាឆ្ងាយទេគ្នាយើងខ្ញុំមុជនៅម្ដុំមុខឆ្នេរ Long Beach ឆ្នេរអីហ្នឹងឯងម្ដុំហ្នឹងឯងនិយាយទៅចិត្តទេហើយចំពោះជំរៅទឹកអីហ្នឹងអាចខ្ទង់ពីចន្លោះពី15ម៉ែត្រទៅ20ម៉ែត្រអីហ្នឹងឯងគ្នាយើងមិនសូវជាជ្រៅខ្លាំងទេអញ្ចឹងចំពោះបទពិសោធន៍ការមកដែរវិញលើកនេះគឺខ្ញុំមកចំថ្ងៃភ្លៀងហ្មងគ្នាយើងហើយមានគ្នាយើងក៏សួរថាជុំទៅដែរវិញទាំងភ្លៀងអញ្ចឹងនៅបាតសមុទ្រមើលឃើញដែរហើយដូចគ្នាឃើញអញ្ចឹងនៅបាតសមុទ្រវានៅមើលឃើញធម្មតាទេមានពលិអីធម្មតាទេគ្រាន់តែវាមិនសូវស្អាតដូចថ្ងៃដែលមេឃបើកថ្ងៃឆ្លាស់អញ្ចឹងប៉ុន្តែមានអីថតមកនៅតែស្អាតព្រោះដោយសារតែខ្ញុំអានេះខ្ញុំប្រើ Action 5គ្នាយើងហើយថ្ងៃនេះខ្ញុំហ៊ានមែនតើគឺវាយលៀតហ្មងអត់មានពាក់ខេះទេដោយសារតែខាងអ្នកដែរហ្នឹងក៏ប្រាប់ខ្ញុំថាទៅដែរប្រហែលចន្លោះ10ម៉ែត្រទៅ15ម៉ែត្រអីទេអញ្ចឹងខ្ញុំ check សួរ Chat GPT ថាមានអត់អីហ្មងអាចយកចូលដែរបានអញ្ចឹងកាន់យកមកតែម្ដងនិយាយទៅរៀងបន្ថយដែរប៉ុន្តែធ្វើម៉េចអត់មានជំរឿនហើយព្រោះដោយសារតែខ្ញុំអត់បានយកខេសវាទៅដែរឃើញថាអត់មានជាបញ្ហាអីទេខ្ញុំថតបានដោយរលូនហើយរូបភាពផ្ដល់ខ្ញុំមកគឺស្រស់ស្អាតមែនហើយចំពោះការមកដែរវិញលើកនេះដែរវាខុសពីពេលដែលខ្ញុំរៀនណាគ្នាយើងព្រោះដោយសារតែពេលរៀនយើងចោះមុជទឹកចឹងដែរមិនដែរអារម្មណ៍យើង focus តែទៅលើមេរៀនទេហើយវល់វិញហ្នឹងយើងអត់មានពេល focus មើលអារបស់របរស្អាតនៅជុំវិញខ្លួនយើងប៉ុន្តែដល់ពេលមកដែរវិញខ្លួនឯងបែបនេះមិនដឹងថាអូយស្អាតមែនតែបាតនេះបាតសមុទ្រស្រុកខ្មែរយើងស្អាតប៉ុណ្ណឹងខ្ញុំមិនដឹងថាបាតសមុទ្រជុំវិញពិភពលោកគេស្អាតបែបណាទេប៉ុន្តែខ្ញុំព្យាយាមថតនៅបាតសមុទ្រស្រុកខ្មែរសិនបើមានឱកាសចាំទៅថតជុំវិញពិភពលោកហើយដូចគ្នាឃើញជាក់ស្ដែងអញ្ចឹងនេះនិយាយទៅអាពួកដែលសត្វដែលនៅបាតសមុទ្រហ្នឹងវាប្លែកមែនតើអានេះសម្រាប់តែទឹករាក់ប៉ុណ្ណឹងចុះតែមកទឹកជ្រៅទៀតតើវាលយប៉ុណ្ណាទៅខ្ញុំស្រឡាញ់មែនតើពួកអាប្រភេទសត្វដែលវានៅក្នុងបាតសមុទ្រនិយាយទៅដូចយើងកំពុងតែមើលរឿងនិយាយទៅថ្ងៃហ្នឹងជួបពួកអាសត្វឈូតច្រើនមែនជាពិសេសត្រីនេះវាកំពុងបលែងគ្នាត្រីស្អាតមែនតើគឺយើងនៅក្រៅបានស្អាតជាងក្នុងកាមេរ៉ាទៀតហើយត្រីនីម៉ូក៏ច្រើនដែរគ្នាយើងខ្ញុំទៅសម្បូរទៅដោយក្រាសមុទ្រហើយត្រីនីម៉ូហ្នឹងវារស់នៅក្នុងក្រាសមុទ្របែបហ្នឹងឯងនិយាយទៅវារបៀបអាហ្នឹងដូចផ្ទះវាចឹងវាវិលទៅវិលមកហ្នឹងយើងទៅថតទៅវាអត់ផ្អើលទេវាគាត់ថាវាហែលទៅវាលួចមើលយើងរហូតនិយាយទៅខ្ជូតមែនតើវាភ័យយើងមិនដែលវាអត់ចេញវាក្នុងហ្នឹងទេតែពេលដែលវាឃើញយើងចឹងវាចូលពូនសិនហើយវាងើបចេញមកអឺតមើលយើងសិននិយាយទៅចរិតវាខ្ជូតមែនតើអាត្រីនីម៉ូនេះហើយបើសិនជាគ្នាយើងចង់មានបទពិសោធន៍ដែរវិញចឹងគ្នាយើងអត់ដែររៀនក៏យើងអាចចុះទៅបានព្រោះនៅខ្មែរដៃគ្រប់ហ្នឹងក៏គាត់មានទទួលអ្នកចង់ធ្វើ try ដែរអាហ្នឹងគេ try ដែរនិយាយទៅអ្នកដែលអត់មានបទពិសោធន៍មួយទឹកអត់មានសញ្ញាបត្រអីគឺគាត់មាន guide មួយសម្រាប់បរិញ្ញាយើងភ្លាមហែលភ្លាមមកគាត់ថាយើងរៀនយើងហែលឲ្យចប់អីអត់បានសញ្ញាបត្រអីទេហើយ guide ម្នាក់ហ្នឹងគឺគាត់នៅចាំនាំយើងទៅគ្រប់កន្លែងហ្មងយើងអត់មានសេរីភាពដូចខ្ញុំជាពួកខ្ញុំចេះយើងហែលតាមគ្នាទៅយើងចង់ទៅមើលកន្លែងណាក៏បានទៅកន្លែងស្អាតអីចឹងដែលព្រោះដោយសារតែខ្ញុំទៅហ្នឹងគឺមាន tour guide គាត់នៅក្នុងបាតសមុទ្រនេះដែរគាត់នាំយើងទៅកន្លែងស្អាតព្រោះពីច្រើនគាត់អាសាហែលអាហ្នឹងគាត់ដឹងហើយថាណាស្អាតអីមានត្រីអីចឹងណាចឹងគាត់នាំទៅមើលចឹងហើយបើសិនជាគ្នាយើងចង់រៀនក៏ល្អដែរព្រោះបើយើងរៀនទៅយើងមានសញ្ញាបត្រយើងអាចហែលជុំវិញពិភពលោកបានគឺយើងមានតែសញ្ញាបត្រ Open Water ហ្នឹងមកយើងចង់ទៅប្រទេសគេអីបើហានតែសញ្ញាបត្រគេទៅយើងអាចចុះដែរហើយចាំមើលខ្ញុំព្យាយាមដែរបានច្រើនដើម្បីថតទស្សនវិជ្ជាស្អាតចែកជូនគ្នាយើងដែរអញ្ចឹងណាហើយអរគុណច្រើនគ្នាយើងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាយ